នៅក្នុងស្ថានភាពដ៏តានតឹងខ្លាំងនៅតំបន់មជ្ឈមបូព៌ាគឺកងកម្លាំងយោធាខាងប្រទេសអ៊ីស្រាអែលបានបន្តបើកការវាយប្រហារទៅលើប្រទេសលីបង់បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតមួយក្នុងរយៈពេលចុងក្រោយនេះដែលបណ្ដាលឲ្យមានអ្នកស្លាប់គឺលើសពី250នាក់ហើយនិងរបួសគឺជាច្រើនរយនាក់សម្រាប់ការវាយប្រហារនេះអាចនឹងក្លាយទៅជាប្រធានបទដ៏ក្តៅកគង់ដែលបានបង្ហាញទូទាំងពិភពលោកហើយក៏បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិព្រោះតែវាបានបង្ហាញថាសង្គ្រាមនៅលីបង់កំពុងតែឡើងទៅដល់កម្រិតមួយដ៏គ្រោះថ្នាក់បំផុតការវាយប្រហារដ៏ធ្ងន់ធ្ងរមួយនេះបានផ្ដោតទៅលើទីក្រុងបេរុតតំបន់ភាគខាងត្បូងនិងតំបន់ជាច្រើនទៀតដែលជាកន្លែងដែលប្រទេសអ៊ីស្រាអែលជឿថាមានកងកម្លាំងហេបូឡាកំពុងតែស្ថិតនៅកងកម្លាំងរបស់អ៊ីស្រាអែលបានប្រើនៅយន្តហោះចម្បាំងដ្រូននិងមីស៊ីលបាញ់ចំគោលដៅជាច្រើនកន្លែងក្នុងពេលតែមួយបើតាមព័ត៌មានដែលបានឃើញថ្ងៃមិញគឺក្នុងពេលតែមួយផ្លែគឺបាញ់ជាង100កន្លែងដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងធំទៅលើអគារស៊ីវិលផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ទោះបីជាប្រទេសអ៊ីស្រាអែលបានអះអាងថាការវាយប្រហារនេះគឺមានគោលបំណងផ្ដោតទៅលើគោលដៅយោធាតែប៉ុណ្ណោះប៉ុន្តែរបាយការណ៍ពីអង្គការសង្គ្រោះបន្ទាន់បានបង្ហាញថាមនុស្សស៊ីវិលជាច្រើនគឺបានក្លាយទៅជាជនរងគ្រោះសោះហើយនៅមន្ទីរពេទ្យជាច្រើនត្រូវបានទទួលគឺលើសពីសមត្ថភាពហើយនឹងមានការខ្វះខាតនៅថ្នាំពេទ្យនិងសម្ភារៈសង្គ្រោះបន្ទាន់បន្ទាប់ពីមានការវាយប្រហារដ៏ធំបំផុតនេះគឺអ៊ីស្រាអែលមិនបានបញ្ឈប់នៅប្រតិបត្តិការមួយនេះទេហើយក៏បានបន្តវាយប្រហារជាបន្តបន្ទាប់ដើម្បីបង្កនៅសម្ពាធទៅលើក្រុមហេបូឡាការបន្តវាយប្រហារនេះក៏បានធ្វើឲ្យមានការភ័យខ្លាចថាសង្គ្រាមគឺអាចពង្រីកទៅកាន់តំបន់ទាំងមូលហើយនឹងអាចនាំឲ្យមានការចូលរួមពីប្រទេសផ្សេងៗដូចគ្នាសម្រាប់ក្រុមហេបូឡាក៏បានឆ្លើយតបដោយបាញ់មីស៊ីលទៅកាន់ភាគខាងជើងនៃអ៊ីស្រាអែលវិញហើយបង្កឲ្យមានការភ័យខ្លាចនៅក្នុងចំណោមប្រជាជនហើយក៏បានធ្វើឲ្យមានការបិទនៅសាលារៀននិងសកម្មភាពសេដ្ឋកិច្ចមួយចំនួនការបដូរនៅការវាយប្រហាររវាងភាគីទាំងពីរបានធ្វើឲ្យស្ថានភាពនេះគឺកាន់តែធ្ងន់ធ្ងរហើយនឹងគ្មានសញ្ញាថានឹងបញ្ឈប់នៅពេលឆាប់ៗនេះទេសម្រាប់សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិនិងប្រទេសធំៗជាច្រើនបានអំពាវនាវឲ្យមានការឈប់បាញ់បន្ទាន់ហើយនឹងការពារនៅជីវិតរបស់ប្រជាពលរដ្ឋស៊ីវិលដែរពួកគេមិនបានដឹងរឿងឬក៏បានចូលរួមនៅក្នុងចំណែកនៃសង្គ្រាមនេះប៉ុន្តែរហូតមកដល់ពេលនេះគឺការអំពាវនាវទាំងនេះមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នោះទេក្នុងការបញ្ឈប់នៅការវាយប្រហារសម្រាប់អ្នកវិភាគក៏បានពមៀនថាប្រសិនបើស្ថានភាពបន្តដូចនេះទៀតគឺវានាំឲ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរព្រោះតែមនុស្សរាប់សែននាក់អាចនឹងត្រូវបង្ខំឲ្យចាកចេញពីផ្ទះនិងត្រូវរស់នៅក្នុងស្ថានភាពមួយដោយការភ័យខ្លាចនិងគ្មានសុវត្ថិភាពលើពីនេះគឺការវាយប្រហារនេះក៏មាននៅផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ដូចគ្នាដោយបណ្ដាលឲ្យមានការបិទអាជីវកម្មនិងការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងជាពិសេសគឺការបាត់បង់ការងាររបស់ប្រជាពលរដ្ឋតែម្ដងគឺសឹងតែ 100% ហើយដែរมันបានទៅប្រកបអាជីវកម្មរកស៊ីឬក៏ធ្វើការសម្រាប់ស្ថានភាពនៅលើក៏ដូចជានៅក្នុងតំបន់លីបង់ក៏កំពុងតែបង្កនៅសម្ពាធទៅលើកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់ព្រោះតែវាអាចប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកជាពិសេសគឺនឹងប្រទេសដទៃទៀតដែលកំពុងតែរងចាំមើលសរុបមកវិញគឺការបន្តនៅការវាយប្រហាររបស់អ៊ីស្រាអែលនេះបានធ្វើឲ្យប្រទេសជាច្រើនកំពុងតែតាមដានមើលថាការដែលវាយប្រហារផ្សេងទៅលើលីបង់នេះគឺវាស្ថិតក្នុងស្ថានភាពមួយដែលមើលទៅរៀងលើសហើយការវាយប្រហារដ៏ធំមួយនេះបានសម្លាប់មនុស្សលើសពី250នាក់ហើយកំពុងតែបង្ហាញថាសង្គ្រាមនៅក្នុងតំបន់នេះកំពុងតែឈានទៅកាន់ដំណាក់កាលមួយដែលបង្កនៅគ្រោះថ្នាក់ដែលមានកំណើនខ្ពស់ខណៈដែលភាគីទាំងពីរក៏បន្តបដូរនៅការវាយប្រហារនិងសហគមន៍អន្តរជាតិក៏កំពុងតែព្យាយាមរកដំណោះស្រាយយកមកទៅជ័យគ្នាដែរហើយឥឡូវនេះក៏គ្រប់គ្នាកំពុងតែតាមដានអំពីស្ថានភាពមួយនេះថាវាអាចនឹងបង្កឲ្យទៅមានការជំនួសកាន់តែខ្លាំងឬក៏នឹងស្វែងរកនៅសន្តិភាពនៅក្នុងចំណុចណាមួយបានដូច្នេះហើយយើងមានតែតាមដានមើលតកតទៅនឹងប្រទេសដទៃទៀតដែលគាត់នឹងរកដំណោះស្រាយជូនហើយក៏ដូចជាស្វែងរកតុចរចាណាមួយដើម្បីបញ្ចប់នៅសង្គ្រាមនេះដូច្នេះហើយយើងទាំងអស់គ្នាមានតែរងចាំតាមដាន
នៅព័ត៌មាននេះហើយខ្ញុំក៏សំណូមពរអ្នកទាំងអស់គ្នាជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននៅព័ត៌មានថ្មីបន្ថែមដែលខ្ញុំនឹងយកមកសង្ខេបនៅវីដេអូបន្ទាប់ដូច្នេះហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នានិងសូមជម្រាបលា